ក្តៅក្តៅរន្ធត់ណាស់មិនគួរឲ្យជឿទេបងធ្ងន់ឲ្យករណីដែលមិនធ្លាប់ជួបពីមុនមកមុននេះបន្តិចក្រុងបាងកកជួបគ្រោះរញ្ជួយដី 7.7 រិកតរបង្កឲ្យមានការជម្លៀសមនុស្សចេញពីអគារភ្លាមមុននេះបន្តិចទីក្រុងបាងកកប្រទេសថៃបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត 7.7 រិកតរបង្កឲ្យអគារជាច្រើនរញ្ជួយដីយកមនុស្សរត់ប្រសើរគួរឲ្យរន្ធត់បំផុតតាមភ្នាក់ងារជំនាញខាងភូមិសាស្ត្រ GS របស់អាឡឺម៉ង់បានឲ្យដឹងថាគ្រោះរញ្ជួយដីទាំងកណ្ដាលថ្ងៃត្រង់នេះដែលមានជម្រៅ10 គីឡូម៉ែត្រជាមួយចំណុចកណ្ដាលស្ថិតនៅប្រទេសមីយ៉ាន់ម៉ានេះបើតាមរបាយការណ៍បឋមចំពោះទំហំនៃការខូចខាតនិងអ្នករងរបួសឬស្លាប់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេគួរបញ្ជាក់ថាទីក្រុងបាងកកមានមនុស្សរស់នៅជាង17 លាននាក់ដោយភាគច្រើនរស់នៅអាផាតមិនខ្ពស់អ្វីដែលគួរឲ្យស្លុតជាងនេះនោះគ្រោះរញ្ជួយដីនេះដែលមានកម្លាំងខ្លាំងរហូតអាចឲ្យទឹកបែកខ្ជាចេញពីអាងនៃអគារខ្ពស់នៅកណ្ដាលក្រុងបាងកកជាមួយគ្នានោះដែរមនុស្សក្នុងអគារខ្ពស់ជាច្រើនត្រូវបានជំរុញជម្លៀសចេញពីអគារភ្លាមខណៈអគារទាំងនោះត្រូវបានរញ្ជួយខ្លាំងក្នុងគ្រោះធម្មជាតិដ៏ខ្លាំងក្លានិងកម្រមួយនេះ